គេត្រីសុស្ដីបាទអាត្មាសូមលំអរកាយជំរាបសួរទៅដល់ពុកម៉ែបងប្អូនទូទៅទាំងអស់ពីចម្ងាយគឺថាក្នុងរាត្រីនេះអាត្មាបានយកគេហៅថាលោកគ្រូប្អូននេះគាត់កំពុងតែចាយ័ន្តដូនតាយើងនៅលើផ្ទៃស្ពាន់បងប្អូនមើលណាគឺអស្ចារ្យខ្លាំងណាស់ព្រោះអីជាសិល្បៈច្នៃប្រឌិតមួយដែលថាទឹកដៃរបស់គាត់គឺល្អឥតខ្ចោះតែហ្មងណាគឺកម្ររបានណាមិនថាការសាក់យ័ន្តឬក៏ការធ្វើខ្សែគាថាឬក៏ការបញ្ចុះសិលវេទមន្តអាគមអីនេះគឺប្រកែមែនតើហើយអត់ឲ្យខ្ញុំថតមុខទេគឺលោកប្អូនខ្ញុំនេះគឺប្រកែហើយគាត់មានគេហៅថាសិលធម៌ល្អសុជីវធម៌ល្អអ្វីដែលល្អគឺគាត់ស្គាល់គ្រូណាគាត់ស្គាល់គុណគ្រូណាគាត់គោរពគ្រូគាត់ប្រណិប័តគ្រូបានយ៉ាងល្អអញ្ចឹងទីបំផុតគឺគាត់ប្រកែណាបងប្អូនគាត់ប្រកែសិលសាស្ត្រមន្តអាគមវិជ្ជាផងគាត់ស្រុកខ្មែរសឹងតែរពិបាកហ្មងបងប្អូនពិបាកព្រោះគាត់អត់ចេះអួតហើយអ្នកដែលចេះរបៀនពិតប្រាកដមិនចេះអួតទេហើយវីដេអូគឺមានតែប៉ុណ្ណឹងដោយសារលោកប្អូនមិនអោយឃើញរូបគាត់អញ្ចឹងខ្ញុំក៏បានថតត្រឹម12នាទីទេគាត់ទុកឲ្យបងប្អូនមើលកំសាន្តលេងពីរបៀបរបបដូនតាខ្មែរយើងដែលគាត់ស្រឡាញ់ការសាក់យ័ន្តគាត់ស្រឡាញ់រូបយ័ន្តឬក៏គាត់ស្រឡាញ់អីរបៀបមន្តអាគមអីណាអញ្ចឹងដូចជាអត់មានទេបងប្អូនណាអញ្ចឹងសូមអរគុណសូមជម្រាបលាបាទជួបគ្នាវីដេអូក្រោយទៀតបាទ